រើបំរាស់ពីទេសកលផ្លូវភេទតាំងពីអាយុ11ឆ្នាំភូឡានដេវីស្ត្រីដែលពិភពលោកស្គាល់ថាជាមហាក្សត្រីយ៉ានីចៅប្លន់ដែលមានខ្សែជីវិតពិតត្រូវបានយកទៅផលិតជាភាពយន្តដ៏រន្ធត់ព្រឺព្រួចនិងឆ្លុះបញ្ចាំងពីការតស៊ូប្រឆាំងនិងភាពអយុត្តិធម៌ក្នុងសង្គមបែងចែកវណ្ណៈនៅឥណ្ឌាជីវិតដ៏អភ័ព្វនេះបានចាប់ផ្ដើមឡើងនៅឆ្នាំ1963នៅពេលដែលក្មេងស្រីម្នាក់បានកើតនៅក្នុងគ្រួសារក្រីក្រមួយដែលមានវណ្ណៈម៉ាឡាឬវណ្ណៈទាបជាវណ្ណៈអ្នកនេសាទឬជាអ្នកអុំទូកនៅរដ្ឋឧត្តាប្រទេសប្រទេសឥណ្ឌាជីវិតរបស់ក្មេងស្រីវណ្ណៈទាបម្នាក់នេះត្រូវបានកំណត់ឲ្យរស់នៅក្នុងស្រមោលនៃការជិះជាន់តាំងពីអាយុ11ឆ្នាំនៅពេលដែលនាងត្រូវបានគ្រួសារយកទៅលក់ឲ្យបុរសវ័យចំណាស់ម្នាក់ជាថ្នូរនឹងប្រាក់បន្តិចបន្តួចនិងសត្វគោមួយក្បាលការវាយដំការរំលោភបំពាននិងការមើលងាយពីសង្គមវណ្ណៈខ្ពស់បានក្លាយជាអាហារប្រចាំថ្ងៃរបស់នាងប៉ុន្តែទឹកចិត្តដ៏រឹងមាំរបស់ក្មេងស្រីម្នាក់នេះមិនមែនជាទេសកលដែលត្រូវគេជន់ឈ្លីតាមចិត្តនោះឡើយក្រោយរស់នៅក្រោមការធ្វើបាបគៀបសង្កត់មិនបានភូឡានបានលួចរត់ចេញពីផ្ទះរបស់ប្តីខ្លួនត្រឡប់ទៅផ្ទះខ្លួនវិញពេលទៅផ្ទះវិញគ្រួសារគាត់ត្រូវបានគ្រួសារបងប្អូនជីដូនមួយឪពុកម្ដាយគាត់ដែលមានវណ្ណៈខ្ពស់ជាងបានប្រើល្បិចលួចបន្លំយកដីធ្លីគ្រួសាររបស់គាត់នៅពេលនោះគាត់គឺជាក្មេងស្រីវ័យជំទង់តែម្នាក់ដែលហ៊ានក្លាហានក្រោកឈរតវ៉ាចំពោះភាពអយុត្តិធម៌និងស្រែកជេរប្រមាថជនជិះជាន់នោះជាសាធារណៈដោយកន្លងមកមិនមានស្ត្រីវណ្ណៈទាបណាធ្លាប់ធ្វើនោះឡើយយ៉ាងណាមិញគាត់ត្រូវបានគេទម្លាក់កំហុសចាប់កំហុសនិងត្រូវបានធ្វើទារុណកម្មដោយប៉ូលីសក្នុងតំបន់ដែលត្រូវរើជាមួយពួកអ្នកមានអំណាចក្រោយមកភូឡានត្រូវបានចាប់ពង្រត់ចូលទៅក្នុងក្រុមចៅប្លន់នៅក្នុងពិភពដ៏ព្រៃផ្សៃនោះនាងបានជួបនឹងវិក្រាមជាបុរសវណ្ណៈទាបដូចគ្នាដែលបានមើលឃើញពីភាពរឹងមាំក្លាហាននិងការតស៊ូរបស់នាងគេបានបង្រៀននាងឲ្យចេះកាន់កំភ្លើងឲ្យចេះតស៊ូនិងបានផ្ដល់ក្តីស្រឡាញ់ពិតប្រាកដមួយដល់នាងបានក្លាយជាមេដឹកនាំម្នាក់នៅក្នុងក្រុមចៅប៉ុន្តែក្តីសុខដ៏ខ្លីនេះត្រូវបានរលាយបាត់ដោយសារតែមេក្រុមចៅធំដែលជាវណ្ណៈរាជពុតមិនពេញចិត្តនឹងការឡើងអំណាចរបស់ពួកវណ្ណៈម៉ាឡាឡើយពួកគេបានលបសម្លាប់វីក្រាមហើយបានចាប់ពង្រត់ភូឡានទៅកាន់ភូមិប៊ីម៉ៃដែលជាកន្លែងសងសឹកនិងរំលោភបូកដ៏ឃោរឃៅអស់រយៈពេល23ថ្ងៃនៅក្នុងភូមិប៊ីម៉ៃភូឡានត្រូវរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរបំផុតក្នុងជីវិតស្ត្រីពួកគេគិតថាការធ្វើបែបនេះនឹងបំផ្លាញស្មារតីរបស់នាងប៉ុន្តែពួកគេគិតខុសទាំងស្រុងវាបានប្រែក្លាយក្មេងស្រីរងគ្រោះឲ្យទៅជាសត្វខ្លារខិនញីដែលពោពេញដោយកំហឹងនៅថ្ងៃដែលនាងរត់រួចភូឡានមិនបានរត់ពួនឡើយតែនាងបានប្រមូលកងទ័ពចៅរបស់នាងត្រឡប់មកភូមិបេម៉ៃវិញនៅថ្ងៃទី14ខែកុម្ភៈឆ្នាំ1981នាងនិងក្រុមចៅបានត្រឡប់ទៅភូមិបេម៉ៃទាំងដៃកាន់កំភ្លើងវែងនិងភ្នែកពោពេញដោយភ្លើងគំនុំនាងបានបញ្ជាឲ្យអូសក្បាលបុរសវណ្ណៈខ្ពស់22នាក់ដែលរំលោភលើនាងយ៉ាងព្រៃផ្សៃមកលុតជង្គង់ហើយបាញ់សម្លាប់ភ្លាមនៅនឹងកន្លែងដើម្បីជាការសងសឹកចំពោះអ្វីដែលពួកគេបានធ្វើលើរូបនាងនិងស្ត្រីវណ្ណៈទាបដទៃទៀតព្រឹត្តិការណ៍នេះធ្វើឲ្យឈ្មោះភូឡានដេវីល្បីល្បាញក៏ក្រើកពេញប្រទេសឥណ្ឌាភ្លាមជាពិសេសមនុស្សដែលស្ថិតក្នុងវណ្ណៈទាបនិងធ្លាប់រងនៅការជិះជាន់ភូឡានត្រូវបានប្រជាជនឥណ្ឌាដាក់ងារ Robin Hood ព្រោះតែនាងមិនខ្លាចញញើតនិងប្លន់ទ្រព្យសម្បត្តិពីពួកអ្នកមានឬពួកវណ្ណៈខ្ពស់មកចែកឲ្យអ្នកភូមិក្រីក្រអ្នកស្ថិតក្នុងវណ្ណៈទាបហើយក្រុមចៅរបស់នាងមិនដែលរំលោភបំពានឬសម្លាប់ស្ត្រីនិងកុមារឡើយគឺមានតែជួយដល់គ្រួសារក្រីក្រក្មេងស្រីក្រីក្រនិងជួយការពារស្ត្រីទន់ខ្សោយថែមទាំងជួយសង្គ្រោះឲ្យក្មេងស្រីបានរួចផុតពីការចាប់បង្ខំឲ្យរៀបការថែមទៀតផងបន្ទាប់ពីមានព្រឹត្តិការណ៍សម្លាប់រង្គាលនោះ
បានធ្វើឲ្យរដ្ឋាភិបាលឥណ្ឌាបើកការតាមប្រមាញ់នាងយ៉ាងខ្លាំងរយៈពេល2ឆ្នាំយ៉ាងណាមិញរហូតដល់ឆ្នាំ1983ភូឡានបានយល់ព្រមចុះចូលជាមួយអាជ្ញាធរក្រោមកិច្ចព្រមព្រៀងពិសេសមួយគឺគាត់មិនត្រូវទទួលបានទោសប្រហារជីវិតឡើយនាងថែមទាំងដាក់លក្ខខណ្ឌមួយចំនួនទៀតដូចជាសមាជិកក្រុមរបស់នាងទាំងអស់មិនត្រូវជាប់គុកលើសពី8ឆ្នាំឡើយនាងមិនព្រមចុះចូលចំពោះមុខប៉ូលីសដាច់ខាតព្រោះមិនមានទំនុកចិត្តគឺព្រមចុះចូលតែចំពោះមុខរូបថតរបស់មហាត្ម័ហ្គន្ធីព្រមទាំងចំពោះមុខនាយករដ្ឋមន្ត្រីប៉ុណ្ណោះរដ្ឋាភិបាលត្រូវផ្ដល់ដីធ្លីដល់គ្រួសាររបស់នាងនិងគ្រួសារសមាជិកក្រុមរបស់នាងបានជាប់ពន្ធនាគារអស់រយៈពេល11ឆ្នាំដោយគ្មានការកាត់ទោសជាផ្លូវការក្រោយចេញពីពន្ធនាគារក្នុងឆ្នាំ1994ភូឡានដេវីមិនបានប្រើប្រាស់ជីវិតស្ងប់ស្ងាត់ឡើយព្រោះស្ត្រីឆ្នើមដែលត្រូវបានប្រជាជនវណ្ណៈទាបនិងអ្នកក្រីក្រចាត់ទុកជា Robin Hood ឥណ្ឌាឬជានិមិត្តរូបនៃការប្រឆាំងនឹងការជិះជាន់រូបនេះបានបង្កើតគណៈបកនយោបាយនិងត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាឥណ្ឌារហូតដល់ទៅ2អាណត្តិគឺឆ្នាំ1996និងឆ្នាំ1999ដើម្បីតស៊ូមតិការពារសិទ្ធិស្ត្រីនិងវណ្ណៈក្រីក្ររាប់លាននាក់វីរភាពដ៏អង់អាចរបស់នាងមិនត្រូវបានបញ្ចប់ព្រោះតែគ្រាប់កំភ្លើងឡើយទោះបីជានៅថ្ងៃទី25ខែកក្កដាឆ្នាំ2001ភូឡានត្រូវបានបុរស3នាក់ដែលជាសាច់ញាតិរបស់ជនរងគ្រោះក្នុងភូមិបេម៉ៃបាញ់សម្លាប់នៅខាងមុខផ្ទះរបស់នាងក្នុងទីក្រុង New Delhi ក្នុងវ័យ37ឆ្នាំដើម្បីសងសឹកក៏ដោយភូឡានដេវីនៅតែត្រូវបានមនុស្សទូទៅចងចាំនៅក្នុងរូបភាពជាស្ត្រីដ៏អង់អាចដែលហ៊ានក្រោកឈរប្រឆាំងនឹងទាសភាពនិងការជិះជាន់លើសិទ្ធិសេរីភាពរបស់ខ្លួនសូមចងចាំថាបើអ្នកធ្វើបាបស្ត្រីម្នាក់រហូតដល់នាងគ្មានផ្លូវដើរនាងនឹងបង្កើតផ្លូវដើរដោយខ្លួនឯងទោះជាផ្លូវនោះត្រូវលាងដោយឈាមក៏ដោយសាច់រឿងរបស់ភូឡានដេវីបង្ហាញយ៉ាងច្បាស់ថានាងមិនមែនកើតមកដើម្បីធ្វើជាជនល្មើសនោះទេប៉ុន្តែគឺប្រព័ន្ធសង្គមដែលពោរពេញដោយការជិះជាន់រើសអើងនិងអយុត្តិធម៌ទៅវិញទេដែលបានបង្វែរក្មេងស្រីរងគ្រោះម្នាក់ឲ្យក្លាយជាមហាក្សត្រយានីចោរប្លន់ដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រឥណ្ឌា